Bàជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំខាង i1 Security ខ្ញុំមកបង្ហាញពីកាមេរ៉ា IP brand របស់ Daho ស៊េរីរបស់គេហៅថា Eco Series ប្រភេទនេះគឺប្រភេទ IP កាមេរ៉ាពិតមែនតែតម្លៃវាគឺល្អខ្លាំងមែនទែនអញ្ចឹងជាទូទៅពុកម៉ែបងប្អូនដែលគាត់តែនិយាយថាគាត់ចង់ប្រើប្រាស់កាមេរ៉ា IP ដែរតែគាត់អត់ហ៊ានប្រើទេដោយសារប្រភេទ IP គឺចំណាយខ្ពស់ហើយដោយសារវាថ្លៃប៉ុន្តែឥឡូវអត់ទេខាងក្រុមហ៊ុន Daho គាត់បានបញ្ចេញកាមេរ៉ា IP មួយប្រភេទនេះគឺតម្លៃល្អខ្លាំងមែនទែនតម្លៃសឹងតែហាក់ផែជាមួយនឹងប្រភេទកាមេរ៉ា analog យើងធម្មតាដែរទេហើយបងប្អូនដឹងស្រាប់ហើយសម្រាប់កាមេរ៉ា IP គុណភាពរូបភាពគឺល្អជាងពួក analog យើងធម្មតាដោយសារប្រភេទ IP គឺជាប្រភេទកាមេរ៉ា professional ពុកម៉ែបងប្អូនទៅតាមផ្សារទំនើបតាម condo villa ផ្សេងគេមិនដែលប្រើប្រភេទពួក analog ទេគេប្រើប្រភេទ IP កាមេរ៉ាចឹងណាហើយសម្រាប់កាមេរ៉ាដែលខ្ញុំយកមកណែនាំថ្ងៃនេះគឺជាប្រភេទ Daho ស៊េរីពួក Eco Series ប្រភេទនេះទៅចេញថ្មីទេពុកម៉ែបងប្អូនប៉ុន្តែតម្លៃគឺល្អខ្លាំងចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ផ្លាស់ប្ដូរមកប្រើប្រភេទកាមេរ៉ា IP វិញលេងចំណាយខ្ពស់ដូចមុនហើយប្រភេទនេះហើយគុណភាពគឺល្អខ្លាំងមែនទែនច្បាស់ល្អហើយមុខងារគឺអាចស្រូបចលេខបានជាពិសេសគឺមាន color ទាំងយប់ទាំងថ្ងៃទៀតវាមាន function 3សម្រាប់ពុកម៉ែបងប្អូនជ្រើសរើសប្រើប្រាស់តាមតម្រូវការពុកម៉ែបងប្អូនបានប្រភេទកាមេរ៉ានេះណាប្រភេទកាមេរ៉ានេះគេហៅថា smart delay នេះងារ smart delay នេះចឹងពុកម៉ែបងប្អូនចង់ប្រើ IR ក៏បានដែរមានន័យថាយប់ឡើងពុកម៉ែបងប្អូនមួយចំនួនគាត់អត់ចូលចិត្តឲ្យកាមេរ៉ាហ្នឹងបាញ់ភ្លើង flash ដើម្បីចាប់រូបភាព color អីអត់ទេព្រោះបាញ់មកអាចខានគាត់ដាក់នៅក្នុងផ្ទះក្នុងអីឬក៏ក្រៅផ្ទះគាត់អត់ចង់ឲ្យបាញ់ភ្លើងចេញមកគេដឹងថាផ្ទះគាត់មានកាមេរ៉ាផ្សេងៗអត់ទេយើងអាចដាក់មុខងារ IR បានអញ្ចឹងណាថាមុខងារ IR គឺសខ្មៅហើយមុខងារមួយទៀតគឺពុកម៉ែបងប្អូនអាចដាក់ជា smart ហ្នឹងមានន័យថាវាអត់ខុសពី IR ទេប៉ុន្តែវាមានមុខងារពិសេសត្រង់ថាពេលមានសកម្មភាពពេលមានមនុស្សដើរឆ្លងកាត់វានឹងបាញ់ភ្លើង flash ចេញមកហើយពេលនោះរូបភាពវានឹងចាប់ color ហើយទី3នោះគឺ LED ហ្មងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនគាត់អត់ខ្វល់មានថាអត់មានថាចង់ឲ្យកាមេរ៉ាហ្នឹងបាញ់ភ្លើង flash 24ម៉ោងយប់ឡើងគឺឲ្យតែងឹតគឺបាញ់ភ្លើងក៏បានដែរដើម្បីចាប់រូបភាព color ដែលគាត់ងាយស្រួលមើលក្នុងការ playback ផ្សេងគឺបានអញ្ចឹងសម្រាប់កាមេរ៉ាហ្នឹងគឺមានមុខងារ3ហ្នឹងហើយសម្រាប់តម្លៃគឺល្អខ្លាំងតម្លៃអត់ខ្ពស់ទេតម្លៃគឺទាបអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ប្រើប្រភេទកាមេរ៉ា IP ពួកគាត់ធ្លាប់ដឹងឮតែគេនិយាយកាមេរ៉ា IP គឺច្បាស់ល្អជាង analog តែក៏អត់ដែលប្រើទេដោយសារតែតម្លៃវាខ្ពស់ពេកតម្លៃអាចខ្លះគុណ2គុណ3ឬក៏គុណ4ទៅលើតម្លៃពួក analog ក៏មានដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចាប់អារម្មណ៍ប្រភេទកាមេរ៉ា IP brand របស់ Daho Smart Delay Eco Series នេះអាចឆាតចូល page ឬក៏ឆាតចូល Telegram បានសម្រាប់កាមេរ៉ានេះគឺខ្ញុំមាន2កម្រិតច្បាស់គឺមាន2 megapixel និង4 megapixel អញ្ចឹងពុកម៉ែបងប្អូនដែលគាត់មាននឹង budget ទាបគាត់អាចប្រើទាំង2 meg ក៏បានបើ budget គួរសមអាចប្រើដល់4 meg ក៏បានដែរហើយសម្រាប់គុណភាព color គឺដឹងតែអេមសម្រាប់ពុកម៉ែបងប្អូនហើយសម្រាប់កាមេរ៉ា IP នេះគឺដឹងថាស្អាតល្អជាងប្រភេទពួក analog ហើយព្រោះតម្លៃវាក៏អត់ថ្លៃដែរទូថ្លៃអញ្ចឹងបើចាប់អារម្មណ៍ប្រភេទកាមេរ៉ានេះអាចឆាតចូល page បានណាខ្ញុំមានរៀបជាឈុតមាន4 6 8 12 16ហើយខ្ញុំមានសេវាកម្មតម្លៃ25ខែក្រុងអរគុណ